បាទជម្រាបសួរបងប្អូនបាទវិលមកជួបគ្នានៅវីដេអូថ្មីមួយទៀតបាទហើយបងប្អូនកុំច្រឡំថាជាពងសัตว์អីណាកាប់មិនមែនទេណាបាទនឹងគឺជាថ្មបាទថ្មហើយធ្វើក៏មិនសូវជានេះម៉ាដែរហើយដាក់យកទៅម្ដងទៅធ្វើយកទៅម្ដងទៅបាទហើយកាត់ជាមួយនឹងម៉ូទ័រដើម្បីយើងគូខ្នាតណាបាទយើងកាត់ចឹងកាត់វាចេញមួយចំហៀងសិនមកចាំយើងគូខ្នាតក្រោយឬមួយក៏បងប្អូនអាចមានម៉ូទ័រយើងសម្រាប់គេហៅឆម៉ូទ័រឆបើខាងជាងត្បូងហៅឆយើងឆវាក៏បានដែរនឹងយើងឆជាមួយនឹងម៉ូទ័រហ្នឹងហើយផ្លែសម្រាប់ធ្វើត្បូងធ្វើពេជ្រហ្នឹងយើងយកមកដល់កាត់វាឲ្យចេញជាចឹងដូចគ្នាមកអាហ្នឹងលឿនប៉ុន្តែដល់ពេលខ្ញុំអត់មានម៉ូទ័រហ្នឹងមានតែម៉ូទ័រកាត់អឺថ្មប៉ុន្តែខ្ជិលកាត់ជាមួយនឹងម៉ូទ័រហ្នឹងក៏ប្រើម៉ូទ័រហ្នឹងបោសកាត់យកតែម្ដងបាទអូខេហ្នឹងហើយបងប្អូនហើយមួយក្របហ្នឹងគឺធ្វើព្រះខ្វាមតែម្ដងបាទហើយខ្វាមហ្នឹងអត់បានគូខ្នាតបង្ហាញបងប្អូនទេដោយសារតែគិតថាខ្នាតហ្នឹងក៏ចេញច្រើនដែរអំពីខ្នាតហ្នឹងបងប្អូនតែតាមមើលវីដេអូរបស់ខ្ញុំក៏ដឹងដែរបាទខ្នាតហ្នឹងអត់មានអីណាទៅរៀនច្រើនទេខ្នាតហ្នឹងអត់មានរៀនច្រើនទេបងប្អូនអាចចេះយល់និយាយចំទៅឲ្យតែយល់ថាតែអ្វីគេហៅថាខ្នាតហ្នឹងមួយខ្នាតហ្នឹងដូចម្ដេចគេហៅថាមួយខ្នាតហ្នឹងពុកម៉ែបងប្អូនយល់តែប៉ុណ្្នឹងគឺពុកម៉ែបងប្អូនគូខ្នាតប៉ុណ្ណាក៏ចេញដែរគូខ្នាតចង់កម្ពស់100 ម៉ែត្រក៏គូបានចេញដែរគូខ្នាតកម្ពស់5 លីក៏ពុកម៉ែបងប្អូនអាចគូចេញដែរអញ្ចឹងឲ្យតែពុកម៉ែបងប្អូនយល់ថាខ្នាតតែអ្វីជាខ្នាតហើយមួយខ្នាតហ្នឹងគេចង់និយាយថាសំដៅពីកន្លែងណាទៅកន្លែងណាអញ្ចឹងណាបាទដល់ពេលពុកម៉ែបងប្អូនយល់ដល់នឹងហើយពុកម៉ែបងប្អូនអាចគូបានតាមអ្វីដែលខ្លួនឯងចង់បានបាទអ្វីដែលខ្លួនឯងចង់បានហើយអាចធ្វើទៅបានស្អាតទៀតផងបាទបើសិនជាអត់ខ្នាតទេធ្វើអត់ស្អាតទេបាទអត់ស្អាតទេទោះបីតារូបចង់និយាយថាទោះបីតារូបមើលទៅស្អាតមែនកលេសមកភ្នែកទៅមើលទៅអូរូបនឹងស្អាតប៉ុន្តែនៅពេលដែលលម្អិតអំពីខ្នាតទៅជាចាញ់ខ្នាតតែម្ដងគឺនៅពេលដែលយើងវាស់ខ្នាតមើលជាក់ស្ដែងដូចរូបខ្លះបងប្អូនខ្លះដែលគាត់មកឆ្លាក់ហើយនឹងមកជួបខ្ញុំផ្ទាល់តែតែពេលខ្លះហ្នឹងណាពេលខ្លះក៏មានរូបមួយអង្គអីពាក់មកតាមខ្លួនឬមួយក៏ជាប់មកតាមឡានដែរដោយសារតែគាត់ពេលខ្លះក៏គាត់ជាវចេញពីផ្សារទៅពេលខ្លះក៏មិត្តភ័ក្ដិឲ្យទៅពេលខ្លះក៏ជាវខ្លួនឯងដែរប៉ុន្តែដោយសារតែគាត់អត់បានយល់ដឹងពីខ្នាតគាត់ទិញមកភាគច្រើនគឺខុសខ្នាតហើយសម្រាប់ដូនតារបស់យើងខ្មែរយើងពីបុរាណមកដល់បច្ចុប្បន្នគឺតែងតែទុកខ្នាតជាធំដូចជាខ្នាតធ្វើសាងសង់អ្វីមួយអញ្ចឹងគឺមានតែម្ដងមានទុកជាធំតែម្ដងប៉ុន្តែបើសិនជាយើងចង់បំភ្លេចចោលហ្នឹងគឺយើងបំភ្លេចដូនតាយើងចោលហើយបាទអញ្ចឹងគឺជាគំនិតរបស់ខ្ញុំសូមចែករំលែកទៅដល់ពុកម៉ែបងប្អូនផងកុំភ្លេចរឿងខ្នាតទោះបីតែពុកម៉ែបងប្អូនឆ្លាក់រូបរៀនឆ្លាក់អីក៏ដោយបាទពិសេសបងប្អូនដែលរៀនថ្មីអំពីចម្លាក់តាមវីដេអូរបស់ខ្ញុំហ្នឹងកុំតន់អាលយកចិត្តទៅគិតថាអូចង់បានស្អាតចង់ឆ្លាក់ឲ្យស្អាតកុំតន់អាលគិតអាហ្នឹងត្រូវគិតមុនដំបូងថាត្រូវតែរៀនគូខ្នាតឲ្យច្បាស់លាស់សិនឲ្យច្បាស់សិនឲ្យយល់ពីខ្នាតសិនចាំបងប្អូនរៀនគូនៅលើឈើនៅលើថ្មតាមដែលបងប្អូនចង់ឆ្លាក់ហ្នឹងណានៅពេលដែលយើងស្គាល់ខ្នាតច្បាស់ហើយយើងគ្រាន់តែកាន់ឈើឬមួយក៏ថ្មឬមួយក៏អីវ៉ាន់ដែលយើងចង់ឆ្លាក់ហ្នឹងយើងដឹងថាត្រូវគូខ្នាតប៉ុណ្ណាបាត់ហើយកម្ពស់ណាយើងគូខ្នាតបានប្រមាណខ្នាតប្រមាណចង់និយាយថាក្នុងមួយខ្នាតនឹងប្រមាណហ៊ុនប្រមាណលីអញ្ចឹងណាបាទចង់និយាយអញ្ចឹងនៅពេលណាដែលយើងយល់ដឹងពីខ្នាតច្បាស់យើងឆ្លាក់ក៏ស្រួលដែរងាយស្រួលហើយយើងកាត់អត់ងាយខុសទេហើយសម្រាប់ខ្ញុំជាក់ស្ដែងពុកម៉ែបងប្អូនអ្នកដែលបានមកស្គាល់ខ្ញុំផ្ទាល់អ្នកដែលបានជើញមកលេងសម្រាប់ហើយបងប្អូនខ្លះក៏គាត់មកលេងដល់ផ្ទះដែរតែនិយាយសួរថាបើសិនជាធ្វើអត់ខ្នាតនឹងធ្វើកើតដែរសម្រាប់ខ្ញុំនិយាយថាអត់កើតតែម្ដងនិយាយចំទៅគឺខ្ញុំប្រាប់គាត់ថាអត់ធ្វើកើតតែម្ដងពីព្រោះអត់ចេះស្មានដល់ពេលអត់ចេះស្មានខ្ញុំច្រើនតែធ្វើទៅវាយូរជាងគេយូរដោយសារតែយើងចំណាយពេលដើម្បីគូខ្នាតគូអុយនៅលើព្រះអង្គអីចឹងទៅទោះបីតែព្រះអង្គយើងមុនដំបូងយើងធ្វើ
cú khát vì muốn mong đòn hơi bàn tay đập về là dương này được chạp chuyện đại trứng dương bao chuyện đại trứng vì rồi lúc khát nó mà đòn bàn tay khát cô bao vía dương ảnh đừng bàn được chuyện sma được chuyện trơn ấy nứng dương cắt màu vì muốn máu cứ khát nứng vì ọt trong cơ chai thì mình này thà về về khóc trời kia sân ta bờ ruột nứng chẳng vậy thà bờ khóc mà ly vì thông đó thầy bạn bờ khóc mà lý đó nên đây là khóc thông ai mà lý nưng yang chan khóc là ly rồi mùi của bẹt đà là ly anh chân từ nhà là bạn người CPC anh chân từ bạn hai bờ sân gì trong ọt cu na thế ọt phơi từ cá thì ọt phơi từ mũ cá thì bro mẹ rắm tha phơi từ đôi mẹ rắm là khóc khóc mẹ rắm là khóc khócแต่ ម្ដង từ bro យើងធ្លាប់ខ្នាតនេះគេហៅថាទម្លាប់ប្រហែលជាមកពីទម្លាប់របស់ខ្ញុំក៏មិនដឹងពេលដែលធ្វើទៅមានអារម្មណ៍ថាខុសហើយអត់ល្អទេហើយអារម្មណ៍មួយទៀតគិតថាអ្នកដែលគាត់យកទៅគោរពបូជាហ្នឹងគាត់អត់ដឹងទេប៉ុន្តែអ្នកដែលដឹងគឺខ្លួនឯងដល់វាអញ្ចឹងគិតថាខ្លួនឯងកុហកគេអញ្ចឹងណាដល់វាអញ្ចឹងទៅអារម្មណ៍វាអត់ស្ងប់ខ្ញុំជាក់ស្ដែងវាអត់ស្ងប់ខ្លួនឯងអញ្ចឹងបានជាខ្ញុំតែងតែធ្វើមួយគឺខ្ញុំសុខចិត្តចំណាយពេលដើម្បីធ្វើឲ្យវាច្បាស់លាស់ឲ្យ secret ណាបើសិនជាខុសក៏សឹងតែចង់និយាយថាម៉ាលីហ្នឹងចែកជា5ជា6ទៅបើខុសត្រង់កន្លែងហ្នឹងទៅព្រោះវាតូចពេកមានន័យថាតូចតែម្ដងអញ្ចឹងណាហើយក៏មិនមែនមានន័យថាតូចប៉ុណ្ណឹងយើងចិត្តថាតូចប៉ុណ្ណឹងធ្វើមិនកើតខ្នាតអាចធ្វើតូចជាងទៀតក៏បានដែរក្នុងមួយខ្នាត1លីក៏ធ្វើបានដែរប៉ុន្តែសំខាន់យើងធ្វើមុខអត់កើតខ្នាតតូចក៏ធ្វើបានដែរមួយខ្នាតតែ2លីក៏យើងអាចធ្វើបានដែរក៏ធ្វើចេញដែរប៉ុន្តែសំណួរសួរថាតើធ្វើមុខកើតឬអត់ធ្វើអត់កើតទេព្រោះផ្លែដែកហ្នឹងវាធំជាងខ្នាតហើយអញ្ចឹងបានពុកម៉ែបងប្អូនថាខ្លះពិសេសគឺថ្មិញរូបដែលតូចជាងគេបំផុតដែលឆ្លាក់តូចជាងគេបំផុតគឺថ្មិញបើសិនជាលពូគាត់នៅភ្នំពេញទៅវិញរូបឲ្យតែចាប់ពីប៉ិនចុងចង្កឹះទៅក៏គាត់ឲ្យធ្វើទាំងអស់ហើយវ៉ាន់របស់គាត់ពេលដែលគាត់ផ្ញើមកឲ្យឆ្លាក់ម្ដងគឺតាំងពីប៉ិនចុងចង្កឹះទៅគឺគាត់ឲ្យធ្វើប៉ិនចុងចង្កឹះយើងអាចធ្វើរូបបានដែលអាចធ្វើមុខមាត់កើតគឺព្រះអង្គទ្រង់ឈរទ្រង់បាតឬមួយក៏ទ្រង់អភ័យឬមួយក៏ប្រសាទឬមួយក៏ប្រទានពោយើងអាចធ្វើឈរបានពីព្រោះប៉ិនចុងចង្កឹះយើងវៃខ្នាតទៅប្រហែលជាទង់4លីបាទ4លីយើងអាចធ្វើមុខធ្វើមាត់កើតខ្លះហើយយើងឆាបផ្លែនឹងឲ្យស្រួចទៅដើម្បីធ្វើមុខធ្វើមាត់ហើយពេលដែលធ្វើជាក់ស្ដែងហ្នឹងបើសិនជាពុកម៉ែបងប្អូនដែលភ្នែកនៅល្អអាចធ្វើបានហើយមើលភ្នែកឃើញប៉ុន្តែបើខ្ញុំវិញធ្វើអត់កើតទេពីព្រោះរាល់ថ្ងៃនេះមួយឆ្នាំចុងក្រោយនេះគឺខ្ញុំបានពាក់បន្តាហើយពាក់បន្តាលេខ100ពាក់បន្តាមញោកលេខ100បាទហើយបន្តាហើយបើសិនជារូបណាដែលតូចជាងនឹងទៀតអត់អាចមើលនឹងបន្តាឃើញគឺកែវពរិមួយជាន់ហើយពាក់បន្តាមួយជាន់ទៀតទើបអាចមើលរូបមើលមុខឃើញពីព្រោះថាចាប់ផ្ដើមមានអារម្មណ៍ថាខ្លួនឯងគឺខ្សោយមែនទែនខ្សោយកែវភ្នែកខ្សោយបដើទៅហើយអញ្ចឹងហើយបានថាពេលខ្លះយើងរស់នៅភ្លេចមើលពេលវាស៊ីយើងរហូតទៅតាំងពីក្មេងរហូតដល់វ័យកណ្ដាលដល់វ័យចាស់មានន័យថាវ័យចាស់ទុំចាប់ពីវ័យចាស់ទុំទៅក៏វ័យជរាទៅអញ្ចឹងបងប្អូនខ្លះក៏ភ្លេចគេថាមិនអីទេប៉ុន្តែពេលវាស៊ីយើងអស់ច្រើនអញ្ចឹងមានអីសក់ទៅប្រែពណ៌ទៅជាសទៅបាទនៅភ្នែកហ្នឹងកាន់តែល្ងឹតទៅមើលអីលេងឃើញទៅបាទហើយបើសិនជាយើងវឹកទាំងទូរស័ព្ទឬមួយក៏កុំព្យូទ័រទូរទស្សន៍ខ្លាំងពេករឹតតែទៅមុនពេលកំណត់របស់ធម្មជាតិនៃរាងកាយយើងទៀតបាទអូខេហ្នឹងហើយនឹងគឺគ្រាន់តែជាការលើកឡើងហើយពីធម្មជាតិរបស់មនុស្សទេអ្នកណាក៏ជួបដូចគ្នាដែរមុននិងក្រោយតែប៉ុណ្្នឹងទេហើយជូនពរពុកម៉ែបងប្អូនទាំងអស់គ្នាកុំជួបលឿនពេកមានន័យថាគង់តែនឹងជួបដែរប៉ុន្តែកុំទាន់អាចជួបលឿនពេកភ្នែកអាចស្វាំងតិចអីនឹងចាំដល់អាយុ60 70ឆ្នាំហ្នឹងទៅចាំស្វាំងទៅកុំទាន់អាចស្វាំងចាប់ពីអាយុ40អូខេហ្នឹងហើយបងប្អូនវីដេអូរបស់បងប្អូនក៏ជិតដល់ទីបញ្ចប់ហើយបើសិនជាបងប្អូនមានចំណាប់អារម្មណ៍ចង់ឲ្យបងប្អូនជួយឆ្លាក់ជាខ្នាតបតោងអីនឹងសាងពីថ្មឈើឬមួយក៏ជាភ្លុក
ពុកម៉ែបងប្អូនអាចតាក់ទងមកតាមលេខទូរស័ព្ទទៅលើអេក្រង់នេះផ្ទាល់ហើយនឹងតាម Telegram និងផ្ទាល់ក៏បានដែរសាកសួរក៏បានដែរអត់បញ្ហាទេអរគុណច្រើនជំរាបលាសុខសប្បាយ